Sầm nền có nước mà dự sầm nền có nước cái thui kì hay cái thui này nè nhóm trong châu luôn sầm nền có đại ba nọt hay cái thui mà dự chọn đứng tú sna video này bà xong chuẩn bị số mong mong rồi này bà chúc cái này mà đong tiền hái bà tam là page là bà cá bà đá cái này cứ copy shop mùi đòn bà rồi đó cái trong tay đai bằng hai pi để biết này can sợi rồi bà ăn chẳng đấy bà còn bà đá cái này cứ một slide trong ngõ mà ở bàn xế đấy bà cứ một slide trong ngõ bằng mong rồi này tại tại trong ngõ thật ta ở vậy tới chia practical sầm nền có bà sầm nền có năng ấy kia lư từ cây tha lư từ cây gì bà năng cái thưa ấy kia hay cái thưa này nè hay trong trong showroom bạc cút bạc trên như sầm nền co năng đái ba nọt hay cái thưa mà chữ bà tầng óc năng này bà ở đây đi một đằng tầng óc đi bà chụp một slide bạc cả bà trong đường boss slide cái này cứ trong miền sầm nua đọc đặc trong từ boss slide sầm nua tầng đọc đó bà sẽ gồm tha tầng óc ní cứ nâng ai bắt đầu chỉ po ở miền bà căn tại bức xa từ đó bằng po tầng óc ní bà đã tay tại miền trong ngò tầng óc này đấy bà chẳng này tên ní sầm nua ti muối bà ở quay tới đại hai thá sầm này ỏng cổ bà nó cứ chỉ sầm nua đại chung ngò nè đã đang cứ đăng tì bà ở trong pin môn nó có từ tu có đặt trong món đăng tì bà khơi từ cái post lên bên anh sẽ công chi và xe cứ Facebook nó đấy bàจะkhơiรูปភាពអូព្រឹត្តិការណ៍សម្លេងកបាទមនុស្សច្រើនណាបាទនៅប្រាសាទអង្គរវត្តអញ្ចឹងណាបាទគេដាក់ថាសម្លេងអង្គរតែយើងអត់ដឹងណាអាហ្នឹងគេធ្វើមិនជើគេធ្វើអីគេណាបាទនៅតែឆ្ងល់បាទហើយទៅសួរអ្នកណាបាទអត់ដឹងអញ្ចឹងសំណួរទី1នេះខ្ញុំសូមឆ្លើយណាបាទអ្វីទៅជាសម្លេងអង្គរសម្លេងអង្គរគឺជាបាទព្រឹត្តិការណ៍នៃការប្រកួតប្រជែងការសរសេរតាមអានកម្រិតថ្នាក់ជាតិបាទនៅខ្ញុំអាចនិយាយបានថាជាកម្រិតថ្នាក់ជាតិបាទដោយសារតែតាមដែលដឹងគឺអត់តន់ចូលជាថ្នាក់ជាតិជាផ្លូវការដល់ឡើយទេបាទប៉ុន្តែការរៀបចំនៃការប្រកួតប្រជែងនេះគឺកម្រិតថ្នាក់ជាតិហើយបាទអញ្ចឹងបើខ្ញុំនិយាយពីសរសេរតាមអានហ្នឹងបងប្អូនយល់ហើយបាទគឺដូចគ្នានៅពេលដែលយើងរៀនអញ្ចឹងណាបាទនៅសាលាបាទលោកគ្រូអ្នកគ្រូសរសេរតាមអានបាទហៅឲ្យយើងសរសេរមិនគឺអញ្ចឹងឯងបាទក៏ប៉ុន្តែនៅទីនេះគឺនៅក្នុងការប្រកួតប្រជែងសម្លេងកនេះណាបាទរបៀបនៃការប្រកួតប្រជែងគឺរយៈពេល1ម៉ោងបាទជំហានទី1គឺអានអត្ថបទបាទគណៈកម្មការអានអត្ថបទទាំងស្រុងឲ្យយើងទាំងអស់គ្នានឹងស្ដាប់សិនបាទស្ដាប់ជំហានទី1ស្ដាប់អស់ហើយណាបាទអានចប់អូខេចាប់ផ្ដើមជំហានទី2នេះគឺប្រកួតយកហ្មងបាទអញ្ចឹងទៅជាផ្ទៀងស្ដាប់ទៀតហ៎បាទផ្ទៀងស្ដាប់ណាបាទស្ដាប់ទៅគណៈកម្មការគឺអានជាទូទៅ3ដងបាទ3ដងបាទ3ដងហ្នឹងអញ្ចឹងយើងស្ដាប់ទៅឲ្យកុំភ័យថាទីគេអានលឿនទៅសេមិនតាន់មានណាគេតែធ្វើអញ្ចឹងទេបាទសំខាន់យើងសេឲ្យត្រូវអក្ខរាវិរុទ្ធអញ្ចឹងគេអត់សូវចង់និយាយថាមិនដែលប្រកួតប្រជែងទៅលើពេលវេលាលឿនមុនឈ្នះគេអត់ទេបាទណាសំខាន់អក្ខរាវិរុទ្ធហើយយើងសរសេរមានរបៀបបាទណាអានេះគឺការឲ្យបន្ទុកគេបែបអញ្ចឹងណាបាទអញ្ចឹងសរសេរតន់កុំភ័យអត់ណាកុំឲ្យតែយើងឆ្លាក់បាទឆ្លាក់អត់តន់ទេបើសរសេរធម្មតាអក្សរដៃតន់បាទណាតន់អរគុណបាទនេះគឺជាចម្លើយលើសំណួរទី1អញ្ចឹងអ្វីទៅជាសំឡេងអង្គរនេះមានន័យថាជាការប្រកួតប្រជែងការសរសេរតាមអានកម្រិតថ្នាក់ជាតិណាបាទហើយសំណួរទី2សំឡេងអង្គរនេះគេធ្វើនៅណាបាទតាមដែលបានដឹងកន្លងមកព្រឹត្តិការណ៍នេះគឺ2ដងរួចមកហើយណាបាទលើកទី1លើកទី2នេះគឺខ្ញុំដឹងថានៅបាទប្រាសាទអង្គរវត្តបាទគឺស្ពានហាលខាងលិចបាទប្រាសាទអង្គរវត្តណាបាទលើកទី1លើកទី2នៅនឹងហើយលើកទី3ក៏នៅនឹងដែរបាទលើកទី3ក៏នៅនឹងដែរលើកទី3ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី18មករា2026ខាងមុខនេះណាបាទគឺនៅស្ពានហាលខាងលិចប្រាសាទអង្គរវត្តដដែលបាទក៏ប៉ុន្តែបើសម្រាប់ការផ្លាស់ប្ដូរនៅរដូវកាលទី4នឹងតទៅមុខទៀតអាហ្នឹងខ្ញុំអត់ហ៊ានសន្និដ្ឋានទេអត់ដឹងបាទព្រោះតែគ្រាន់តែដឹងច្បាស់ថា3ដងហ្នឹងបាទលើកទី1លើកទី2ហើយលើកទី3ដែលនឹងប្រព្រឹត្តទៅនៅ2026ហ្នឹងនៅកន្លែងតែមួយបាទកន្លែងតែមួយណាហើយសម្រាប់គណៈកម្មការនឹងផ្លាស់ប្ដូរទៀតអាហ្នឹងយើងអត់ដឹងទេបាទអញ្ចឹងយើងកុំអារម្មណ៍យើងនឹងទទួលបានព័ត៌មានពីគណៈកម្មការបន្ថែមទៀតហើយខ្ញុំក៏នឹងជម្រាបជូនទៅដល់បងប្អូនទាំងគ្នាផងដែរបាទឡើងសំណួរទី2សំណួរទី3សំណួរទី3ថាតើនរណាខ្លះអាចចូលរួមបានបាទអញ្ចឹងខ្ញុំសូមផ្ដល់ជាចម្លើយបាទអ្នកដែលអាចចូលរួមបានគ្រប់តែគ្នាហ្នឹងបាទទាំងអស់ហ្នឹងបាទមិនប្រកាន់ពូជសាសពណ៌សម្បល់វណ្ណៈទូនីតិចូលរួមបានទាំងអស់បាទសំខាន់ឲ្យតែកាន់ប៊ិចអាចសរសេរបានបាទណាអត់មានលក្ខខណ្ឌអីទេណាបាទ
tam đại chúng đấng đôi chia rồi đời ca thì muối đôi chia chặt chia kế cho ở dục bạch supply chứ bà ấy không bên chính kế đôi chia miên đôi chia 4 năm 5 năm chẳng à bà nè ngày cứ ắtประกัน อายุ ទេ ដូច ខ្ញុំ និយាយ ចឹង សំខាន់ ឲ្យ តែ អាច កាន់ បិទ សរសេរ បាន ប៉ុន្តែ សម្រាប់ លក្ខខណ្ឌ មាន ការ ប្រែ ប្រួល ទៅ មុខ ទៀត អា ហ្នឹង គឺ អត់ ដឹង ទេ ណា ប៉ុន្តែ គាត់ ថា លើក ទី 1 ទី 2 ហើយ លើក ទី 3 នេះ គឺ ដូច ជា អត់ មាន លក្ខខណ្ឌ អី កំណត់ ទៅ លើ អាយុ ភេទ អី ទេ បាទ ភេទ ទី 3 ក៏ ចូល រួម បាន ដែរ បាទ ជន បរទេស ក៏ ចូល រួម បាន ហ្នឹង ហើយ បាទ សំណួរ ទី 4 សំណួរ ទី 4 នេះ គឺ តើ គេ ចុះ ឈ្មោះ មិន ទៅ បាទ សម្រាប់ ការ ចុះ ឈ្មោះ នេះ យើងនឹងបានដឹងព័ត៌មានពីខាងគណៈកម្មការណាបាទគឺផុសនៅលើ page សំឡេងអង្គរឬមួយក៏ព័ត៌មានបងប្អូនអាចតាមដានបានគឺព័ត៌មានខាងថ្មីបាទ page ព័ត៌មានណាបាទថ្មីបែរជាធ្លាប់លឺហើយបាទហ្នឹងហើយថ្មីយើងវាយជាអក្សរតាំងមកបាទខ្ញុំបញ្ជាក់នៅក្នុងវីដេអូនេះណាបាទចូលមកទៅយើងនឹងបានដឹងពីព័ត៌មានហ្នឹងបាទហើយជាពិសេសគឺ page សំឡេងអង្គរបាទអញ្ចឹងយើងបានដឹងថាការប្រកួតហ្នឹងគឺគេជ្រើសរើសប្រមាណអ្នកបាទបេក្ខជនប្រមាណអ្នកហើយចូលរួមប្រកួតថ្ងៃណាចុះឈ្មោះចាប់ពីថ្ងៃណាហើយមានលេខ Telegram ហ្នឹងយើង save ឡើងមកដើម្បី add Telegram ទៅគណៈកម្មការដើម្បីយើងបានចុះឈ្មោះបាទអញ្ចឹងការចុះឈ្មោះនេះគឺមានន័យថាមិនមែនជាกระดาษយើងទៅបំពេញ form អីអស់លុយអស់កាក់អីទេអត់ទេណាបាទមិនមែនជា hard copy ដែលយើងត្រូវបំពេញ form ហើយយកទៅឲ្យគណៈកម្មការវិញអត់ទេចុះឈ្មោះអញ្ចឹងហ្មង online ហ្មងបាទតាម Telegram ហ្នឹងឯងបាទនៅពេលដែលយើង add Telegram ទៅគណៈកម្មការហើយគាត់នឹងបោះ link មកយើងឬក៏ជំនាញទី1គាត់បោះព័ត៌មានបាទតម្លាក់ព័ត៌មានដែលយើងមានឈ្មោះមានភេទថ្ងៃខែឆ្នាំកណ្ដាលដូចចឹងមកបំពេញតាមហ្នឹងមកបាទអត់បំពេញទៅណាទេគឺបំពេញក្នុង Telegram យើងហ្នឹងតែហ្មងបាទសរសេរមកបាទហើយភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងថតរូបឲ្យច្បាស់ណាបាទប៉ុណ្ណឹងបញ្ជូនទៅគាត់វិញមកបាទមានន័យថាយើងបានចុះឈ្មោះហើយប៉ុន្តែនៅមួយទៀតគឺយើងត្រូវបង់ភាគទាន$5បាទ $20000 រៀលណាភាគទានទៅលើអីទៅលើអាយឺតបាទព្រោះនៅសម្លេងអង្គរនេះវាជាឯកសណ្ឋានមួយដែលគណៈកម្មការគាត់នឹងរៀបចំគឺឲ្យយើងដូចគ្នាបាទសម្លេងអង្គរមានលើកទី1លើកទី2លើកទី3អញ្ចឹងណាបាទអញ្ចឹងទៅយើងត្រូវបោះពុំអាយអាហ្នឹងយើងមានន័យថាយើងចំណាយទៅលើភាគទានទៅលើអាយហ្នឹងទេបាទមិនចំណាយលើអីទេណាបាទគឺទៅលើអាយហ្នឹងវាដូចយើងទិញអាយយកមកពាក់ដែរហ្នឹងបាទណាហើយយើងទៅឲ្យគណៈកម្មការចេញឲ្យទៀតមែនបាទ$1500នាក់គិតមើលបាទមួយអាយប្រហែល$5គុណណាបាទចង់និយាយអញ្ចឹងណាបាទអញ្ចឹងទៅគឺយើងបង់ប៉ុណ្ណឹងមិនជាប្រមាណទេណាបាទយើងចូលរួមទាំងអស់គ្នាភាសាអីយើងស្រឡាញ់ចង់ចូលរួមនៅព្រឹត្តិការណ៍សំឡេងអង្គរទាំងអស់គ្នាយើងស្រឡាញ់អក្សរសាស្ត្របាទអញ្ចឹងទៅប៉ុណ្ណឹងគឺមិនជាបញ្ហាអីទេបាទខ្ញុំគិតថាអាចចូលរួមបានទាំងអស់គ្នាបាទអញ្ចឹងការចុះឈ្មោះមានតែប៉ុណ្្នឹងទេបន្ទាប់ពីយើងចុះឈ្មោះបានហើយហ្នឹងគឺគណៈកម្មការបាទលេខ Telegram ដែលយើងបានបំពេញ form ហ្នឹងណាគាត់នឹងទម្លាក់ link មកមួយlink ហ្នឹងមានន័យថាជា link group Telegram បាទជា group Telegram ដែលយើង join ទាំងអស់គ្នាមកបាទនៅក្នុងក្រុមហ្នឹងមានន័យថាបើព្រឹត្តិការណ៍សម្លេងអង្គរលើកទី1អាហ្នឹងក្រុមគេទី1ទៅបាទលើកទី2គេមានក្រុមគេទី2ទៅបាទប៉ុន្តែដែលឡែកសម្រាប់លើកទី3នេះមិនអញ្ចឹងដែលយើងចុះឈ្មោះទៅគឺមាន link ចូលរួមនៅក្នុងក្រុមទី3មានន័យថាក្រុមសម្លេងអង្គរលើកទី3ហ្នឹងហើយអញ្ចឹងក្រុមហ្នឹងគឺមានតែអ្នកសម្លេងអង្គរលើកទី3ទេដែលចូលរួមណាបាទអញ្ចឹងនៅក្នុងក្រុមនេះគឺយើងបាទចែករំលែកព័ត៌មានគ្នាបាទល្អមែនទេបាទជាសហគមន៍មួយដែលល្អណាស់យើងចែករំលែកបទពិសោធន៍គ្នាបាទអ្នកខ្លះក៏ធ្លាប់ប្រកួតរួចមកហើយអញ្ចឹងទៅយើងសួរទៅយើងឆ្ងល់អីពីសម្លេងក៏សួរតាមហ្នឹងក៏បានក៏កាន់តែច្បាស់ដែរបាទហើយគណៈកម្មការក៏គាត់នៅក្នុង group ហ្នឹងដែរបាទសួរបានទាំងអស់បាទងាយស្រួលមែនទេសំណួរទី5សំណួរទី5បេក្ខជនគួរត្រៀមអ្វីខ្លះបាទសំណួរនេះតែតើតើនឹងការត្រៀមនេះតាមដែលខ្ញុំដឹងដូចជាអត់មានត្រៀមអីជាពិសេសអីទេបាទกระดาษសភៅกระดาษប៊ិចกระดาษការប្រកួតប្រជែងហ្នឹងគឺសំទោសប៊ិចយើងត្រៀមខ្លួនឯងណាក៏ប៉ុន្តែបើនិយាយពីការចូលរួមនៃការប្រកួតអត់មានអីត្រៀមច្រើនទេមានតែនិយាយរួមអត់មានអីត្រៀមតែប៊ិចទេត្រៀមតែប៊ិចទេបាទសម្រាប់ពាក់មកសំរុំរបស់យើងមកទៅដល់គឺអាយគណៈកម្មការដែលយើងបងភាគទានហ្នឹងគឺយើងគណៈកម្មការគេចែកអាយឲ្យមុនមួយថ្ងៃបាទយកអាយនឹងមកពាក់មកគឺយើងមានន័យថាជាស្តង់ដារតែមួយបាទយើងថតរូបមកវាស្អាតបាទព្រោះព្រឹត្តិការណ៍យើងកម្រិតថ្នាក់ជាតិណាបាទអញ្ចឹងយើងមើលទៅវាស្អាតបាទបែបតែមួយបាទកុំឲ្យអ្នកខ្លះពាក់ពណ៌សខ្លះពណ៌ខ្មៅខ្លះពណ៌អីវាវល់វាបាទវាអត់ស្អាតទេបាទ
អញ្ចឹងទៅគឺគេរៀបចំបែបលក្ខណៈស្តង់ដារមួយយើងត្រូវទទួលស្គាល់អាហ្នឹងណាបាទអញ្ចឹងដូចជាអត់មានត្រៀមអីទេសម្រាប់ការប្រកួតហ្នឹងបើសិនជាត្រៀមតាក់ទងទៅនឹងសហុយតាក់ទងទៅនឹងការស្នាក់នៅផ្សេងៗទៀតអាហ្នឹងយើងស្វែងយល់ខ្លួនឯងណាស្វែងយល់ខ្លួនឯងឬក៏តាក់ទងទៅនឹងការស្នាក់នៅផ្សេងពេលដែលយើងទៅដល់ក្រុងសៀមរាបហ្នឹងស្នាក់នៅណាអីណីហ្នឹងបាទនៅក្នុងក្រុមហ្នឹងក៏មានអ្នកនៅសៀមរាបអង្គរហ្នឹងច្រើនបាទអញ្ចឹងគាត់នឹង recommend បាទគាត់នឹងណែនាំយើងទៅខាងនេះស្នាក់ខាងនេះស្នាក់នៅខាងនេះបាទនេះធូរថ្លៃអីចឹងទៅណាសួរក្នុងហ្នឹងបាទជាព័ត៌មានសហគមន៍មួយនៅក្នុងក្រុមដែលយើងត្រូវប្រគល់ប្រជែងហ្នឹងណាបាទយើងសួរទៅបាទឆ្ងល់វាអីការស្នាក់នៅមិនសហុយមិនបាទអស់លុយមិនអីមិនបាទសួរនៅក្នុងនោះបានទាំងអស់បាទអរគុណអានេះគឺសំណួរទី5ណាសំណួរទី6សិលឹកកិច្ចការត្រៀមប្រកួតហ្នឹងបែបម៉េចទៅណាបាទអាហ្នឹងទៅក៏ឆ្ងល់ណាសិលឹកកិច្ចការម៉េចសិលឹកហ្នឹងជាសិលឹកបាទសិលឹក A3 A3 បាទយើងមានA4 A5 A3 A3 វាធំជាង A4 អា A4 กระดาษរាមយើងធម្មតាណាបាទប៉ុណ្្នឹងទេបាទប៉ុណ្្នឹងกระดาษសភៅនេះអានេះ A4 ហើយបាទអាហ្នឹង A4 ណាបាទអញ្ចឹងអា A3 យើងធ្លាប់ដឹងហើយបាទវាធំជាងហ្នឹងបាទសិលឹកយើងធ្លាប់ប្រឡងថ្នាក់ទី9ទី12ហ្នឹងបាទហ្នឹងគឺបែបអញ្ចឹងណាបាទហើយគឺមានបន្ទាត់កំភៃមិនមែនសរសេរលើกระดาษរាមទេបាទគឺមានបន្ទាត់ត្រឹមត្រូវសេមានបន្ទាត់មានអីបាទយើងអត់បារម្ភទេណាបាទអាហ្នឹងគឺតកតងនឹងសិលឹកកិច្ចការសិលឹកកិច្ចការណាបាទសំណួរទី7ប្រភេទប៊ិចមិនទៅចេះមែន No វាអត់សំខាន់ទេបងប្អូនណាអានេះក៏បានជិះវៀងអីជិះវៀងពណ៌ក្រហមបាទតែបើអានេះក្រហមអូខេអានេះប៊ិចពណ៌ក្រហមឯងសំទោសណាជិះវៀងតែពណ៌ក្រហមឯងបងប្អូនណាធៀវអូខេសំខាន់បងប្អូនមើលប៊ិចមួយគឺតែងតែមានលេខសម្គាល់កន្លែងនេះគឺមានន័យថាត្រឹមកម្រិត 0.5 ឬក៏ត្រឹម 0.6 យ៉ាងច្រើនប៉ុណ្ណឹងបានហើយបានណាកម្រិតនៃភាពដិតរបស់វាបាទអាក្បាលប៊ិចហ្នឹងណាបាទក្បាលប៊ិចរបស់វាគឺមានលេខវាបាទប៊ិចដែលស្តង់ដាមានន័យថាមិនតែស្តង់ដាហ្មងអាប៊ិចសាមញ្ញហ្នឹងនេះបាទគាត់ថាគេមាន note លើលេខហ្នឹងបាទហើយចាំខ្ញុំបញ្ជាក់នៅក្នុងវីដេអូហ្នឹងបងប្អូនបានឃើញណាបាទលេខហ្នឹងអ្នកខ្លះគាត់អាចចាប់អារម្មណ៍តែបើយើងចាប់អារម្មណ៍ទៅបានយើងឃើញថាអូគ្រប់ប៊ិចគេសេទាំងអស់បាទមាន 0.5 មាន 0.3 មាន 0.6 បណ្ដាខ្ញុំ recommend ឲ្យបងប្អូនរាល់គ្នាណាបាទយកត្រឹម 0.5 ទៅបាទក្បាលប៊ិចហ្នឹងគឺល្មមទឹកប៊ិចចេញមកមិនតូចពេកមិនធំពេកមិនក្រាស់ពេកមិនដិតពេកហើយអត់បតាល្មម 0.5 ណាបាទហើយបើប៊ិចនេះជាទូទៅបើដែលខ្ញុំដឹងគឺ 0.6 អាហ្នឹងក៏អត់អីដែរលើកប៉ុណ្្នឹងអត់អីទេ 0.6 ហើយតនេះអត់បតាបាទណាអាហ្នឹងគឺការត្រៀមប៊ិចប៉ុន្តែមួយទៀតមិនចាំបាច់ថាប្រភេទប៊ិចបែបអញ្ចឹងទេបងប្អូនដូចខ្ញុំនិយាយចឹងសំខាន់លេខអាលេខដែលខ្ញុំប្រាប់ហ្នឹងណាបាទ 0.5 បាទយកអាហ្នឹងមកបាទ 0.5 ឬ 0.6 ប៊ិចមិនក៏បានដែរតាមទម្លាប់ដែលយើងប្រើណាយើងអ្នកប្រើយើងអ្នកសរសេរខ្លួនឯងណាយើងទម្លាប់ជាមួយប៊ិចណាយើងស្រួលអូខេប៊ិចហ្នឹងទៅបាទសំខាន់កម្រិតនៃការទឹកប៊ិចនេះវាចេញមកប៉ុណ្ណាកុំឲ្យធំពេកកុំឲ្យដិតពេកកុំឲ្យតូចពេកណាបាទគឺយក 0.5 ហ្នឹងគឺល្មមបាទអាហ្នឹងគណៈកម្មការក៏គាត់ recommend អាហ្នឹងណាបាទគឺ 0.5 អាហ្នឹងគេឲ្យដូចជា 0.5 មីលីម៉ែត្រអញ្ចឹងណាហ្នឹងបាទຂະຫນາດវាគឺបែបអញ្ចឹងអូខេហ្នឹងគឺប្រភេទប៊ិចបាទព្រោះអ្នកខ្លះគាត់ឆ្ងល់ថាប៊ិចហ្នឹងគណៈកម្មការរៀបចំឲ្យមែនអត់ទេត្រៀមខ្លួនឯងទៅត្រៀមខ្លួនឯងណាបាទហើយត្រៀមចាប់ពី2ដើមឡើងទៅ3ដើម5ដើមបាទកាន់តែល្អណាយើងអត់ដឹងថាការប្រកួតដល់ពេលមកដល់ជុំប៊ិចនេះខានសេយូអត់ចេញទឹកសោះបាទណាប៊ិចខ្លះបតាក់ពេកចឹងទៅហ្នឹងហើយត្រៀមឲ្យបាន3ដើមឡើងទៅបាទមិនប្រមាណទេណាបាទដាក់កប៉ៅទៅបាទចូលមកទៀតគឺសំណួរទី8សំណួរទី8នេះគឺតកតងទៅនឹងការឲ្យបន្ទុកយើងដឹងហើយថាជាព្រឹត្តិការណ៍សំណេរអង្គរនេះគឺការសរសេរតាមអានបាទប្រកួតប្រជែងសរសេរតាមអានប៉ុន្តែចង់ដឹងថាឲ្យបន្ទុកមិនបងប្អូនយើងនៅឆ្ងល់ណាបាទការឲ្យបន្ទុកមិនអានេះបាទអញ្ចឹងការឲ្យបន្ទុកនេះបើតាមដែលខ្ញុំដឹងគឺមាន2ចំណុចសំខាន់មក2ចំណុចហ្នឹងណាបាទទី1អក្ខរាវិរុទ្ធបាទអក្ខរាវិរុទ្ធនេះមិនមែនទីមទីឲ្យយើងត្រូវ 100% ដូចអត្ថបទដែលគេត្រៀមប្រឡងនឹងទេបាទមិនតើត្រូវទាំងអស់ 100% បានជាប់ទេណាអត់ទេមានន័យថាបេក្ខជនយើងប្រហែលអ្នកចូលរួម 1500 អ្នកឬក៏ 2000 អ្នកប្រហែលក៏ដោយសំខាន់អ្នកអសេរត្រូវបានច្រើនជាងគេនឹងមានប្រហែលអ្នកបាទ
ណែសេត្រូវបានច្រើនអញ្ចឹងយើងយកសិលឹកកិច្ចការអ្នកដែលគាត់សេបានត្រូវហ្នឹងយកមកប្រមូលផ្ដុំគ្នាបាទបានយើងចម្រាញ់អ្នកណាជំហានទី2បាទជំហានទី1គឺយើងឲ្យបន្ទុកទៅលើអាក្រៅវិរុទ្ធសេត្រូវណាបាទប្រមូលហ្នឹងមកហើយបានពិចារណាទៅលើជំហានទី2អាទី2នេះគឺតកតងទៅនឹងការសរសេរបានស្អាតបាទណែមិនមែនតែសេបានស្អាតមួយមុខយើងសង្ឃឹមតែជាប់ទេណាអត់ទេសេត្រូវបាទពីព្រោះស្អាតដែរតែបើយើងចង់និយាយថាជាលក្ខណៈអក្សរសាស្ត្របើយើងសរសេរអក្សរស្អាតដែរតែសេខុសបាទមួយអត្ថបទហ្នឹងខុស10 20ពាក្យទៅហើយអីយើងទៅជាប់អមិនអត់ទេបាទអញ្ចឹងការបន្ទូនេះគឺសមហេតុសមផលបាទតើតើនឹងអាការៈវិរុទ្ធព្រោះយើងចង់អាហ្នឹងចង់ឲ្យកែតម្រូវអាហ្នឹងពីព្រោះយុវជនយើងចំនួនក្រោយភាគច្រើនគឺសេខុសច្រើនបាទណារួមទាំងខ្ញុំផងដែរសរសេរខុសបាទទម្លាប់ខុសអញ្ចឹងយើងកែទាំងអស់គ្នាបាទយើងកែទាំងអស់គ្នាកុំឲ្យខុសបាទអញ្ចឹងជំហានទី1សេកុំឲ្យខុសជំហានទី2សេឲ្យស្អាតមានរបៀបបាទអញ្ចឹងចំណុចទី2ដែលគណៈកម្មការបន្ទូនេះគឺសេបានស្អាតហើយមានរបៀបទៀតបាទមិនមែនស្អាតទេអត់របៀបទេណាបាទយើងធ្លាប់ឮណាបាទខ្លះគាត់ស្អាតដែរតែអត់របៀបហ្នឹងហើយអន់ចរិតអីចឹងទៅណាអានេះនិយាយពីមនុស្សយើងណាបាទអញ្ចឹងការសរសេរអក្សរនេះក៏ចឹងដែរឲ្យស្អាតហើយមានរបៀបទៀតអញ្ចឹងជំហានទី2នៃការឲ្យបន្ទុកគឺបែបអញ្ចឹងអញ្ចឹងពីរចំណុចសំខាន់ហ្នឹងបងប្អូនទទួលយកបានណាបាទទី1អាការៈវិរុទ្ធឲ្យត្រូវបាទអញ្ចឹងបានយើងសង្ឃឹមថាឈានដល់ចំណុចទី2មានន័យថាសេឲ្យបានស្អាតហើយមានរបៀបអញ្ចឹងគឺសង្ឃឹមថានឹងបានជាប់ហើយបាទជាប់ទាំងអស់គ្នាទេបងណាបាទសំណួរទី9តកតងទៅនឹងចំណាត់ថ្នាក់បាទចំណាត់ថ្នាក់ហ្នឹងគេឲ្យម៉េចបាទសម្រាប់ចំណាត់ថ្នាក់នេះបើតាមដឹងពីខាងគណៈកម្មការគឺកំណត់យកបានន័យថាចំណាត់ថ្នាក់ជាផ្លូវការហ្នឹងគឺទាំងអស់6នាក់មានន័យថាការប្រកួតប្រជែងគឺ2ក្រុមទៅហ៎បាទ18ចុះក្រោមនិង19ឡើងលើអញ្ចឹង18ចុះក្រោមជ្រើសយក3នាក់ដល់ចំណាត់ថ្នាក់បាទ19ឡើងលើ3នាក់ទៀតមានន័យលេខ1លេខ2លេខ3សម្រាប់19ឡើងលើលេខ1លេខ2លេខ3សម្រាប់18ចុះក្រោមបាទអានេះគឺចំណាត់ថ្នាក់ដែលគណៈកម្មការគេកំណត់ណាបាទក៏ប៉ុន្តែនៅក្នុងកម្មវិធីជាក់ស្ដែងនឹងមានការប្រគល់រង្វាន់លើកទឹកចិត្តទៅដល់បេក្ខភាពចូលរួមផ្សេងទៀតដែលគាត់មានទឹកដៅអេសេអក្សរសាស្ត្រហ្នឹងផ្សេងទៀតបាទប៉ុន្តែបើថាកំណត់ចំនួនប្រមាណអ្នកទៀតអត់ដឹងទេអាហ្នឹងជាក់ស្ដែងណាបាទជាក់ស្ដែងបាទខាងគណៈកម្មការគាត់ថាគឺជាក់ស្ដែងអាហ្នឹងបាទគណៈកម្មការអាចមានលទ្ធភាពរៀបចំជាកាដូអនុស្សាវរីយ៍បាទការលើកទឹកចិត្តទៅដល់បេក្ខជនប្រមាណអ្នកក្រៅពីលេខ1លេខ2លេខ3ហ្នឹងណាបាទអញ្ចឹងបញ្ជាក់ជូនម្ដងទៀតចំណាត់ថ្នាក់គឺមានតែ6នាក់ទេ3នាក់គឺ18ចុះក្រោមលេខ1លេខ2លេខ3 19ឡើងលើលេខ1លេខ2លេខ3បាទអាហ្នឹងគឺចំណាត់ថ្នាក់ជាផ្លូវការណាបាទដែលគណៈកម្មការនឹងរៀបចំជាពិសេសបាទហើយសម្រាប់ចំណាត់ថ្នាក់ផ្សេងទៀតគឺជាក់ស្ដែងបាទហើយសំណួរមួយទៀតសំណួរទី10បាទអានេះសំខាន់ដែរបាទសំខាន់ដែរបាទគ្រប់គ្នាសិតតែចង់ដឹងណាបាទខ្ញុំជឿថាសិតតែចង់ដឹងគឺសំណួរថាតើចំណាត់ថ្នាក់លេខ1លេខ2លេខ3ហ្នឹងបានអីគេមកបាទសំណួរចាក់ដោតណាស្អាតចង់ដឹងណាបាទខ្ញុំក៏ចង់ដឹងដែរក៏ប៉ុន្តែมันអាចដឹងបាទมันអាចដឹងដោយសារឆ្ងល់ដែរចេះព្រឹត្តិការណ៍ប្រពន្ធណាប្រពន្ធណីបាទណាមនុស្សចូលរួមច្រើនមែនតើសិតតើខ្ទង់ពាន់នាក់បាទ1500នាក់1200នាក់ជាងបាទចុះលេខ1លេខ2លេខ3ហ្នឹងបានអីខ្លះបាទអាហ្នឹងបងប្អូនអាចតាមដានព័ត៌មានបានតាមเพจផ្លូវការថ្មីក៏ដូចជាเพจសំឡេងកណាអញ្ចឹងសរុបរួមមកតើតទៅនឹងសំណួរទី10នេះណាដែលសួរថាចំណាត់ថ្នាក់លេខ1បានអីលេខ2បានអីលេខ3បានអីណាបាទអាហ្នឹងសរុបរួមមកគឺឆ្លើយអត់បានឆ្លើយអត់កើតមិនមែនថាឆ្លើយអត់បានមិនទេអត់ដឹងនោះបាទអត់ដឹងដែរនោះហើយអ្វីដែលអាចឆ្លើយបានគឺចង់ជម្រាបជូនថាចេះការរៀបចំនៅការលើកទឹកចិត្តផ្សេងរង្វាន់សម្រាប់លេខ1លេខ2លេខ3ចំណាត់ថ្នាក់ហ្នឹងណាបាទគឺមានការប្រែប្រួលអញ្ចឹងទៅយើងនិយាយទៅអត់ត្រូវទេបាទมันអាចកំណត់បានទេបាទសូម្បីតែខាងគណៈកម្មការក៏គាត់អាចឆ្លើយបានដែរគឺគាត់អាចនិយាយបានថាគឺអាហ្នឹងគឺជាក់ស្ដែងតាមលទ្ធភាពជាក់ស្ដែងដែលគណៈកម្មការនឹងរៀបចំជូនទេបាទអញ្ចឹងណាបាទអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាទកុំភ្លេចបាទជួបជាមួយនឹងខ្ញុំបាទនៅវីដេអូក្រោយទៀតបាទតកតទៅនឹងអាចកំបាំងបាទនៅពីក្រោយការកំណត់យកបេក្ខជនចូលរួមចំនួន1860នាក់នៅក្នុងព្រឹត្តិការណ៍សម្លេងអង្គរហេតុអីបាទនេះអាចកំបាំងបាទចង់ដឹងបាទតោះកុំភ្លេចណា
បាទជួបគ្នានៅវីដេអូក្រោយបាទសម្រាប់ពេលនេះសូមអរគុណសូមគោរពលា